រុនសួស្តីនេះពុកម៉ែបងប្អូនស្អាតទេសភាពស្អាតព្រលឹមឡើងមើលទៅនេះជ្រុះបងប្អូនជ្រុះហ្មងបាក់សែងដូចកប្រុកមកកប្រុកចុះចឹងនេះខ្ញុំមកអង្គុយចាំមើលស្វាកន្ទុយសនេះលក្ខណៈដូចរីសតនៅខាងមុខខ្ញុំនោះភ្នំដោះកមុំយើងចេញពីនេះឡើងតិចទៅភ្នំដោះកមុំអូស្អាតមែនទែនបងប្អូនអូយមិនខ្ញុំជឿថាឯណាមកផ្ទាល់ភ្នែកជើងបានឃើញស្អាតនេះអានេះវាចលងជ្រោះបងប្អូនប្លង់នេះក៏ស្អាតដែរបាទដូចគំនូអញ្ចឹងដូចនេះដំណាក់កាលទី1ហើយដល់ពេលទៅដំណាក់កាលទី2នៅខាងនោះបងប្អូននេះដំណាក់កាលទី2នៃទឹកជ្រោះប៊ូស្រាហើយទៅក្រោមហ្នឹងគឺដំណាក់កាលទី3ដែលខ្ញុំចូលនៅខាងនោះមើលអត់ឃើញទេដំណាក់កាលទី3ហ្នឹងអត់តមានផ្លូវដើរទេហើយក៏អត់តមានអ្នកណាទៅដល់ដែរមុនទល់គិរីដែនដីធរណីទីកំណើតស្នេហ៍យករំភើយលំហើយលំហើយគួចចងចិត្តស្នេហ៍ពុំប្រែព្រួលឡើយឋានសួគ៌លោកីដែលបងនឹងស្រីប្រាថ្នាយូរហើយបីលើដល់ជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីថ្ងៃនេះខ្ញុំបានធ្វើដំណើរមកលេងខេត្តមណ្ឌលគិរីចេញមកដល់ខេត្តយប់ហើយបងប្អូនដោយសារតែខ្ញុំចេញពីភ្នំពេញមកម៉ោង10មិន10ហើយតម្រាំតែមកដល់ខេត្តមណ្ឌលគិរីចូលជិតម៉ោង7ហើយតែឥឡូវយើងបានរកកន្លែងស្នាក់នៅតម្រាំរកបានឥឡូវបានកន្លែងស្នាក់នៅមួយកន្លែងនៅលើភ្នំដោះក្រមុំអញ្ចឹងឈ្មោះរបស់គេដូចជាភីដាកាហ្វេអញ្ចឹងណាដូចជាបើកបានជាង1ឆ្នាំហើយឥឡូវនេះយើងរកបានអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញបន្ទប់ឲ្យបងប្អូនបានឃើញតោះនេះបន្ទប់គេមានក្រេ2មានភ្លើងសឹមនេះកូនត្រេនគាត់គេងមុនហើយនេះខ្ញុំឲ្យយកមុនគេងត្រេននេះហើយមានក្រេ2មានធំមួយតូចមួយហើយបន្ទប់ទឹកគេបន្ទប់ទឹកដាច់ចល័យបន្ទប់ទឹកផ្សេងបង្គន់ជុះផ្សេងហើយគេមានកន្លែងដាក់ខោអាវព្យួរសាមញ្ញតែស្អាតមានទូទឹកកកតែអត់មានទូទេបុគ្គលិកនៅទីនេះថាទៅតែបើកបានជាង1ឆ្នាំថាបាទ1ឆ្នាំហ្នឹងมันបានពេញលេញថាដូច1ឆ្នាំចាណាទុកនេះប៉ុណ្ណឹងខ្ញុំញ៉ាំចានញ៉ាំប្រោះសនទៅមើលមានអីគេនោះភ្លើងពណ៌គេឡើងស្អាតអាណាឆ្ងាញ់ជាងប្រងហើយនឹងអីបុកអាណាឆ្ងាញ់ជាងអានេះហ៎អានេះអត់មានទេឆ្ងាញ់បាទវាផលរឿងភាសាខាងហ្នឹងវានៅខាងជើងធំណាមានតកែអត់តកែហ្នឹងហើយវាទៀងដែរបើតែអីនោះមានទេខ្ញុំគាត់តែមិនទាន់គេសម្ងាត់ហើយអញ្ចឹងចុះបើមានណាគេចាប់ឲ្យហ៎ចាប់ឲ្យខ្ញុំប្រាប់មេខ្ញុំមកចាប់អត់និយាយមិនទៅអូនិយាយមែនតាព្រលឹមឡើងមើលទេសភាពក្នុងស្អាតអត់ទេសភាពស្អាតបងមេឃចុះអាប់ម៉ោង5កន្លះម៉ោង6ឯងបងខាញ់អូមានមេឃចុះអាប់ដែរហ៎អូមិនជាក្រានមានអីខ្ចីបងតង់ធ្វើស្អាតបានដែរតែចាំដូចជាយើងខែស្វាបងមានតែក្រានបងខាងនោះចិល
រុនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃព្រឹកម៉ោងស្មាននេះម៉ោង 5:30 នាទីម៉ោង 5 កន្លះនៅកន្លែងស្នាក់នៅមួយកន្លែងក្នុងខេត្តមណ្ឌលគិរីមកទាំងយប់ដូចបានបើកជម្រាបជូនពុកម៉ែបងប្អូនទាំងយប់អញ្ចឹងឃើញថាម៉ោង 5 កន្លះព្រឹកនេះភ្លឺចេះនៅក្នុងបរិវេណនេះដូចខ្ញុំបានមកដល់អញ្ចឹងហាញជូនបងប្អូននៅខាងមុខខ្ញុំនោះអាប់នេះពុកម៉ែបងប្អូនស្អាតទេសភាពស្អាតព្រលឹមឡើងក៏ដើមឈើនេះឃើញទេដើមឈើនេះមានអាប់ចុះជាប់នឹងមែកឈើស្អាតណានេះមកទៅនេះជ្រុះបងប្អូនជ្រុះហ្មងបើផ្សែងនោះក៏ប្រុកមកនោះក៏ប្រុកចុះគេថាអ្នកនៅនេះថាអាចមកព្រលឹមឡើងឃើញស្វាកន្ទុយសអញ្ចឹងផលជាមិនបានឃើញខ្ញុំឃើញតែអាប់នេះលក្ខណៈដូចរីសតនៅខាងមុខខ្ញុំនោះភ្នំដោះកមុំយើងចេញពីនេះឡើងតិចទៅភ្នំដោះកមុំនេះដើមឈើមានអាប់ចុះមកអញ្ចឹងជាប់យ៉ាងឡើងស្អាតហ្មងហើយដើមឈើនេះអត់មានស្លឹកទេមានមេឃអីអញ្ចឹងហើយយ៉ាងមិញឃើញសត្វកំប្រុកវានៅដើមហ្នឹងអញ្ចឹងនេះខ្ញុំមកអង្គុយចាំមើលស្វាកន្ទុយសថានៅពេលដែលព្រលឹមឡើងអញ្ចឹងយើងមកអង្គុយមើលអញ្ចឹងអាចឃើញអង្គុយមើលស្ទុះអត់ទាន់ឃើញមានគឺព្រលឹមពេកមិនតាន់ចេញព្រោះស្មាននេះម៉ោង 5ខ្ញុំមើលម៉ោង 5 កន្លះឥឡូវប្រហែលជាម៉ោង ម៉ោង 5:40 50 76តែនោះខាងក្រោយចុះអាប់នោះអាប់ជុំវិញមកបើយើងនិយាយទៅគឺកម្ពស់វាហ្នឹងគឺធៀបនឹងនីវ៉ូទឹកសមុទ្រមិញខ្ញុំរងថានេះឥឡូវឃើញនេះវាចុះវិញណាអានេះក៏ទេសភាពស្អាតម្យ៉ាងដែរនេះបងប្អូនអូស្អាតមែនទែនបងប្អូនអូយមិនខ្ញុំចេះថាឯណាមកផ្ទាល់ភ្នែកជើងបានឃើញស្អាតនេះអានេះវាចលងជ្រោះមើលឃើញអានេះពីលើមួយសាទៀតនេះបងប្អូនអើយនេះផ្ទាល់ភ្នែកស្អាតជាងក្នុងកាមេរ៉ាអញ្ចឹងបងប្អូនបានមកលេងមកចុះមកមើលទេសភាពនៅខាងនោះចលងភ្នំនៅចុះវិញនោះនេះដើមឈើដែលអាប់ខ្ញុំបង្ហាញហើយលើស្លាពេលស្លាឃើញម៉ោង 6ខ្ញុំមិញ 7:06 ហើយខ្ញុំមើលម៉ោងមិញ 7:06 ហើយអញ្ចឹងក្រោយនោះចាប់ផ្ដើមមើលដូចលើពពកអញ្ចឹងណាដូចយើងជិះលើយន្តហោះអញ្ចឹងមើលពីលើយន្តហោះឃើញពពកដូចគ្នាអញ្ចឹងព្រលឹមឡើងនេះបងប្អូនទេសភាពមើលពីជ្រុងនេះក៏ស្អាតដែរនេះខ្ញុំកាត់ប្លង់នេះមកដូចគំនូអញ្ចឹង
នេះប្លង់នេះក៏ស្អាតដែរបងប្អូនហើយមកប្លង់នេះក៏ស្អាតដែរបងប្អូននេះបងប្អូនប្លង់នេះក៏ស្អាតដែរទីតាំងនេះក៏មានការរៀបចំឲ្យក្មេងៗលេងដែរមកលេងឯងបងប្អូនចង់អានសភើអីមានទាំងអស់នេះដូចបណ្ដាល័យយ៉ាងមួយយកទៅមានតុកអាននេះមកអ្នកណាចូលចិត្តអានសភើនេះនោះចដើរឡើងយកសភើអានណាភើអ្នកចូលចិត្តអានសភើអាចយកមកអានឥឡូវមកខ្ញុំថតឲ្យចិត្តមានសភើអីខ្លះតិចចឹងណាអូភាគច្រើនភាសាអង់គ្លេសអូជនភាគច្រើនភ្ញៀវនៅនេះបរទេសមានបរទេសចូលចិត្តអានមានតាំងពីសភើបារ៉ាក់អូបាម៉ានេះអូសភើសភើជនបរទេសក៏ចូលចិត្តអានច្រើនខ្ញុំលើទៀតអាគារមួយស្ទាយបរទេសហ្មងអូវាលាយដែរណាជួយថែមយកតាទៀវខ្សែធំនិងខ្សែទឹកនេះយកនេះមកកូនចានបងមិនvậyអូតែសបុតទៀតហ៎2000ទៀតហ៎ចឹង2 4 6 8ទៀតនេះសួស្តីបងប្អូនមកដល់ទឹកជ្រោះប៊ូស្រាហើយឥឡូវតាមដានទស្សនារូបភាពដូចតទៅនេះលក់ដូចនៅសៀមរាបដែរជួបនេះឃើញហើយចុះចរាសិន
ហ្នឹងហើយសួស្តីបងប្អូនទឹកជ្រោះប៊ូស្រាបងប្អូនភាគច្រើនបានស្គាល់ហើយក៏បានដឹងខ្លះពីទឹកជ្រោះហ្នឹងវាមាន3ដំណាក់កាលបងប្អូននេះដំណាក់កាលទី2នៃទឹកជ្រោះប៊ូស្រាហើយទៅក្រោមហ្នឹងគឺដំណាក់កាលទី3ដែលខ្ញុំចូលនៅខាងនោះមើលអត់ឃើញទេដំណាក់កាលទី3ហ្នឹងអត់តមានផ្លូវដើរទេហើយក៏អត់តមានអ្នកណាទៅដល់ដែរចឹងខ្ញុំអាប់ដេតឡើងវិញដូចនេះដំណាក់កាលទី1ហើយទៅខាងនោះដំណាក់កាលទី2ដែលខ្ញុំថតមិញហ្នឹងบอกมันអូនណាអូនឹងទៅពេលនេះល្អិលគេឲ្យប្រាប់ខ្លះសញ្ញាថាប្រយ័ត្នល្អិលពលល្អិលមែននេះប៉ុន្តែគេមានដែកតែពេលយើងដើរអត់ទេដែកហ្នឹងជួយទប់ជួយដែកលុះអីជួយទប់មិនឲ្យល្អិលណាមួយអាចឡើងទៅលើនោះគេមានឡើងទៅលើមើលនោះទៀតនេះគេដើរឡើងទៅដំណាក់កាលទៅដំណាក់ទី1ដំណាក់កាលទី1នៅឆ្ងាយទៀតទេបងអាឡើងទៅលើនេះនៅឆ្ងាយទៀតទេឡើងទៅដល់ឃើញមើលឃើញបាទអរគុណបងខ្ញុំឡើងមកដល់ដំណាក់កាលខាងលើហើយនេះគេហាមចូលអញ្ចឹងយើងដើរទៅមើលគេហៅថាទឹកជ្រោះប៊ូស្រាដំណាក់កាលទី1ហើយថតពីលើមកវិញដំណាក់កាលទី3ដូចខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងមិនតន់មានអ្នកណាទៅដល់ទេសួរបងប្អូនយើងធ្វើការនៅទីហ្នឹងក៏គាត់ថាអត់មានផ្លូវដើរទៅដែរហើយឮសូរថាមានគម្រោងនឹងធ្វើផ្លូវទៅដំណាក់កាលទី3ដំណាក់កាលទី3ខ្ញុំថតអាដំណាក់កាលទី2ហ្នឹងខ្ពស់ហ่าលើនេះទេសភាពពីលើដំណាក់កាលទី1ចឹងនេះដូចខ្ញុំបានជម្រាបជូនបងប្អូនចឹងគឺដំណាក់កាលទី1ដែលបងប្អូនជាប្រវត្តិយើងអាចមកបានមកដល់ព្រោះគេធ្វើផ្លូវឡើងដល់លើដូចខ្ញុំឡើងពីដើមមកអញ្ចឹងមានចដើមានអីឡើងមកដល់លើដំណាក់កាលទី1នេះហើយដំណាក់កាលទី2នៅខាងក្រោមនោះនេះដំណាក់កាលទី1បងប្អូនដំណាក់កាលទី1ទឹកជ្រោះប៊ូស្រាដំណាក់កាលទី1ខ្ញុំមកដល់លើនេះអានេះប្រយ័ត្នប្រយែងខ្លួនឯងដែរណាអត់មានអីទប់ទេនេះហ្នឹងដំណាក់កាលទី1ហ្នឹងហើយដំណាក់កាលទី2នោះនៅខាងក្រោម
Bà nhắm không? Bà nhắm đây. បាទពុកម៉ែបងប្អូនរមណីយដ្ឋានអូសៀនធម្មជាតិទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងស្រុកពេជ្រចិន្តាចម្ងាយជាង40គីឡូម៉ែត្រពីក្រុងសែនមនោរម្យខេត្តបណ្ឌុលគិរីដូចខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនពីខាងដើមអញ្ចឹងគឺថាទឹកជ្រោះប៊ូស្រាចែកចេញជា3ដំណាក់កាលឬក៏ទឹកធ្លាក់ល្បាក់ទី1ទី2ទី3ដែលទឹកធ្លាក់ល្បាក់ទី3នេះគឺមានទឹកហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី2ល្បាក់នេះយើងមិនអាចទៅដល់នោះទេពីព្រោះថាជាតំបន់ព្រៃក្រាស់ដូចខ្ញុំបានជម្រាបជូនអញ្ចឹងគឺខ្វះមធ្យោបាយធ្វើដំណើរនិងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃផងដែរប៉ុន្តែឆាប់ៗនេះក្នុងឆ្នាំ2025រមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះនឹងមានការអភិវឌ្ឍដូចជាគេនឹងបង្កើតសួនសត្វស្ពានកញ្ចក់និងជិះម៉ូតូកង់4 ATV ទៅទឹកធ្លាក់ដំណាក់កាលទី3នេះជាដើមដែលមិនទាន់មានអ្នកទៅដល់ដំណើរកម្សាន្តរបស់យើងនៅខេត្តសម្បូរភ្នំមណ្ឌលគិរីមួយនេះបានទៅដល់ទីតាំងមានទេសភាពស្អាតនិងល្បីល្បាញប្រចាំខេត្តមួយចំនួនទៀតហើយនៅវគ្គបន្ទាប់ខ្ញុំនឹងកាត់ជូនពុកម៉ែបងប្អូនទស្សនានៅវគ្គទី1នេះសូមបញ្ចប់ត្រឹមនេះសិនជួបគ្នានៅវគ្គទី2ជាវគ្គបញ្ចប់អរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាមណ្ឌលគិរីដែនដីធរណីទីកំណើតស្នេហ៍យករំភើយលំហើយលំហើយពួយចងចិត្តស្នេហ៍ពុំប្រែព្រួលឡើយឋានសួគ៌លោកីដែលបងនឹងស្រីប្រាថ្នាយូរហើយពេលលើដល់បានស្គាល់គៀងកាយរស់ក្លិនកាអើយដិតជាប់មាសា